អូនទាំងអស់ឲ្យខ្ញុំសប្បាយចិត្តដែលខ្ញុំបានមកលើកនេះជាមួយឲ្យខ្ញុំមានកូនសិស្សខ្ញុំពីរនាក់ដែរជំរាបសួរសួស្តីអ្នកទាំងអស់គ្នាចាសសូមនាំអារម្មណ៍អ្នកទាំងអស់គ្នាមកទស្សនា vlog ថ្មីអំពីការសម្ដែងរបស់ខ្ញុំនៅខេត្តប្រទេសដែលខ្ញុំហៅថាបេសកកម្មខេត្តប្រទេសដូចរាល់ដងអញ្ចឹងខ្ញុំធ្វើឲ្យអ្នកទាំងអស់គ្នាបានដឹងថាសិល្បករជំនាញរបស់យើងទៅខេត្តប្រទេសធ្វើអីខ្លះអញ្ចឹងណាប៉ុន្តែលើកហ្នឹងខុសពីរាល់ដងថាវីដេអូហ្នឹងទៅមួយឆ្នាំហើយទៅតែបានផុសចានេះគឺជាដំណើរនៃការទៅចូលរួមក្នុងកម្មវិធីសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមនៅឆ្នាំ2025ដែលប្រព្រឹត្តទៅរយៈពេល6ថ្ងៃពីថ្ងៃទី9ដល់ថ្ងៃទី14ខែមិថុនាសម្រាប់ខ្ញុំនេះជាលើកទី1ដែលធ្វើដំណើរតាមច្រកព្រំដែនអន្តរជាតិភ្នំដិនណារហូតដល់យើងឆ្លងទៅតាមបាវិតចាដោយសារលើកនេះកន្លែងសម្ដែងយើងនៅចន្ទិលខាងនេះជាងអញ្ចឹងយើងឆ្លងតាមនេះទៅចាហើយឥឡូវនេះមកដល់បាយថ្ងៃហើយថ្ងៃត្រង់របស់យើងគឺនៅតាមផ្លូវទៅទីក្រុងបាក់លាវឥឡូវនេះមកដល់សណ្ឋាគារនេះដែលនៅក្នុងទីក្រុងនៅផ្ទាល់តែម្ដងចាមកដល់ក៏រងចាំ check in check អីចឹងទៅព្រោះមនុស្សយើងមកច្រើនដែរហើយបន្ទាប់មកយើងយប់ឡើងយើង explore ក្រុងតិចហើយក៏សម្រាប់ចាចូលដល់ថ្ងៃទី2គឺជាថ្ងៃនៃការសម្ដែងលើកទី1របស់យើងចាព្រលឹមឡើងយើងមកហាត់សមនៅមជ្ឈមណ្ឌលវប្បធម៌ខេត្តបាក់លាវហើយយើងសម្ដែងពេលល្ងាចហើយនេះសិល្បៈរបស់យើងចា banner របស់យើងហើយការសម្ដែងលើកទី1នេះគឺជាការអបអរពិធីបើកកម្មវិធីសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ2025ដែលកម្មវិធីនេះតែងតែធ្វើជារៀងរាល់ឆ្នាំម្ដងនៅវៀតណាមម្ដងនៅខ្មែរហើយឆ្នាំមុនយើងធ្វើនៅវៀតណាមឆ្នាំនេះយើងធ្វើនៅខ្មែរហើយគេធ្វើហើយនៅខែ6នេះដូចគ្នាអញ្ចឹងការសម្ដែងលើកទី1របស់យើងគឺចប់ហើយយប់ឡើងគឺយើងមានអាហារពេលល្ងាចរៀបចំដោយក្រសួងវប្បធម៌កីឡានិងទេសចរវៀតណាមចាចូលមកដល់ថ្ងៃទី3ថ្ងៃនេះអត់សម្ដែងទេហើយការពីរបស់យើងគឺយើងទៅទស្សនាតំបន់ចរន្តធម្មពលខ្យល់និងទី2យើងទៅវត្តនៅកម្ពុជាក្រោមយើងនឹងចាហើយពេលយើងមកដល់គឺគេមាន presentation អីចឹងទៅនិយាយពីដំណើរការនៃការធ្វើហ្នឹងហើយបើបានផ្ដល់ផលប្រយោជន៍អីចឹងណាបន្ទាប់មកគេនាំយើងទៅមើលកន្លែងទីតាំងផ្ទាល់តែម្ដងចានិយាយទៅអ្នកទាំងអស់គ្នាកន្លែងនេះលើសពីកន្លែងដែលផ្ដល់ធម្មពលអគ្គិសនីទៅកាន់ប្រជាជនគឺតាក់ទាញទេសចរមែនតែនទេសចរអាចទៅសម្រាប់នៅក្នុងមានគេមាន resort មានអីនៅក្នុងអញ្ចឹងណាហើយគេបានលុយពីការទស្សនារបស់ភ្ញៀវដែលចង់ឃើញផ្ទាល់ថាកន្លែងហ្នឹងមិនទៀតហើយឯដែលខ្ញុំចាំគឺជិះជុំវិញហ្នឹងដូចជា18គីឡូចាធំមែនតែនកន្លែងហ្នឹងអញ្ចឹងប្រតិភពរបស់យើងគឺគេនាំដើរមើលអីចឹងទៅហោហាអីចឹងទៅហើយទីតាំងបន្ទាប់ដែលយើងត្រូវទៅនោះគឺវត្តត្រែកជ្រៅចាមកដល់ឃើញបងប្អូនក្រុងសម្លៀកបំពាក់បុរាណទទួលស្វាគមន៍ពួកយើងខ្ញុំមានអារម្មណ៍ថាសប្បាយកក់ក្ដៅមែនតែនចាហើយមកដល់ភ្លាមយើងក៏បានស្នេហ៍សនាជាមួយព្រះចៅអធិការហើយក៏ដើរមើលជុំវិញវត្តចាប់បន្ទាប់ពីពួកយើងបានដើរមើលជុំវិញបរិវេណវត្តបានខ្លះក៏មានការសម្ដែងជាបន្តពីសំណាក់លោកគ្រូអ្នកគ្រូសិល្បករសិល្បការិនីនៅទីនោះផ្ទាល់ចាហើយបន្ទាប់ពីការសម្ដែងរបស់ពួកគាត់គឺយើងទាំងអស់គ្នារាំលេងច្បាប់ប្រពៃណីខ្មែររបស់យើងជុំគ្នាចាបង្កើនភាពស្និទ្ធស្នាលបន្ថែមហើយក្រុមសិល្បៈរបស់យើងមកពីភ្នំពេញហ្នឹងក៏បានសម្ដែងឈុតល្ខោនយីកេនិងរបាំខ្លះជូនពួកគាត់ដែលអត់ព្រៀងទុកហើយពុកម៉ែបងប្អូនបើសិនជាចង់ទស្សនាវីដេអូនៅក្នុងវត្តព្រែកជ្រៅនេះច្រើនជាងនេះព្រោះខ្ញុំបានថតរៀងច្រើនដែរសូមកុំភ្លេចរងចាំទស្សនាវីដេអូបន្ទាប់ចាអ្នកទាំងអស់គ្នាបន្ទាប់ពីបានទស្សនាវត្តដ៏ស្រស់ស្អាតរបស់យើងហើយមកគឺយើងបន្តដំណើរទៅញ៉ាំបាយថ្ងៃត្រង់សិនបន្តមកយើងទៅមកកន្លែងទៀតដែលអាគារនេះគឺជាអាគារបេតិកភណ្ឌដែលគេរាប់បញ្ចូលដោយអង្គការ UNESCO ហើយនេះគឺជាអាគាររបស់អ្នកមានចំនួនមុនណាចាគាត់មានខ្លាំងមែនតែនហើយរបស់ប្រាំនោះគឺគាត់ផ្សើតាកំងពីបរទេសអញ្ចឹងណាយូរទៅ
អាគារពីរហ្នឹងគឺគេដាក់បញ្ចូលជាអាគារសម្រាប់រដ្ឋអីចឹងទៅហើយយើងអាចទៅទស្សនាទាំងអស់គ្នាអញ្ចឹងទៅហើយបន្ទាប់ពីហ្នឹងមកនេះអត់មានក្នុងគម្រោងទេតែគេនាំមកមើលសៀវភៅរោងល្ខោនមួក4ដែលជាមួកដែលតំណាងឲ្យអត្តសញ្ញាណជាតិរបស់ប្រទេសវៀតណាមហើយនេះគឺជារូបសំណាកឧបករណ៍ភ្លេងចាប៉ីដែលគេធ្វើនៅកណ្ដាលសួនច្បារតែម្ដងចាហើយយប់ឡើងគឺយើងមកជួបជុំគ្នាយើងមកទស្សនាការសម្ដែងរបស់បងប្អូនកម្ពុជាក្រោមរបស់យើងដែលរៀបចំដោយមន្ទីរវប្បធម៌កីឡានិងទេសចររបស់ខេត្តបាក់លាវចាគឺបានជួបជុំគ្នារាំលេងសប្បាយជុំគ្នាជាមិត្តភាពខ្ញុំមានអារម្មណ៍ថារំភើបដែរព្រោះដោយសារតែតែងតែមានឱកាសបានមកសម្ដែងនៅប្រទេសវៀតណាមច្រើនដងអញ្ចឹងក៏បានស្គាល់ទីតាំងជាច្រើនធ្វើឲ្យយើងបានស្គាល់បានដឹងពីប្រវត្តិសាស្ត្រក៏ដូចជាសិល្បៈវប្បធម៌បន្ថែមឲ្យកាន់តែច្បាស់នេះយើងចូលដល់ថ្ងៃទី4ហើយដល់ថ្ងៃទី4នេះយើងត្រូវធ្វើដំណើរចេញពីទីក្រុងបាត់លាវទៅទីក្រុងវិញឡុងចាធ្វើដំណើរមិនសូវឆ្ងាយប៉ុន្មានទេក៏មកដល់វិញឡុងហើយគ្រាន់តែអត់ដឹងប្រហែលម៉ោងភ្លេចបាត់ចាយើងមកដល់ស្ថានភាពហើយយើង check in ហើយក៏បន្តដំណើរទៅញ៉ាំអាហារថ្ងៃត្រង់នៅកន្លែងផ្សេងបន្ទាប់មកចេញពីអាហារថ្ងៃត្រង់គឺយើងទៅទស្សនាកន្លែងល្បីមួយតំបន់ទេសចរមួយនៅលើកោះឈ្មោះថា Coco Home ដែលយើងត្រូវជិះទូកទៅកាត់បងកូនកាត់កម្ពុជាជាមួយនឹងខ្មែរបងនេះគាត់ដឹងចាខ្ញុំអ្នកទាំងអស់ Staying 1 2 1 2 3ចានៅតាមផ្លូវទៅ Coco Home ហ្នឹងក៏មិនសូវចិត្តក៏មិនសូវឆ្ងាយប៉ុន្មានតែអត់ចាំថាប៉ុន្មាននាទីទៀតហើយចាព្រឹកទៀតហើយតែល្មមដែរចាហើយក៏មាន guide ប្រាប់យើងពីអត្ថប្រយោជន៍ទឹកទន្លេនឹងហើយប្រជាពលរដ្ឋនៅក្នុងគេអាស្រ័យផលអីគេជាមួយទឹកនឹងគេប្រជានេសាទគេធ្វើអីបានថៃអីគឺគេរៀបរាប់ច្បាស់លាស់មែនតើគាត់ថាខ្ញុំភ្លេចអស់ហើយនៅ Coco Home ល្បីដោយសារតែមានផលិតផលច្រើនធ្វើចេញពីដូងអញ្ចឹងទៅល្បីខ្លាំងហើយអ្នកទាំងអស់គ្នាបានឃើញគេធ្វើអីខ្លះអញ្ចឹងខ្ញុំគិតថាខ្ញុំមិនបាច់រៀបរាប់អីទេអ្នកទាំងអស់គ្នាសួរអ្នកគ្រូមិនបានពាក្យខ្មែរបោះថាម៉េចទៅគ្រូត្រឡប់យើងលេងខ្លាចខ្ញុំបានមកដល់ចំការCoco come into the main house ក្រៅពីផលិតផលដែលធ្វើពីដូងនៅទីនេះគឺមានចិញ្ចឹមសត្វមានដាំដំណាំផ្លែឈើមានតែដូចជូរសម័យសត្វគ្រប់បែបយ៉ាងដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងហើយមុននឹងលាគ្នាគេក៏បានទទួលយើងនៅអាហារប្រចាំតំបន់របស់គេដែរចាហើយសកម្មភាពថ្ងៃទី4នេះបន្ទាប់ពីយើងទៅទស្សនាទីក្រុងហើយយប់ឡើងគឺមានការរៀបចំពិធីជប់លៀងដោយមន្ទីរវប្បធម៌កីឡានិងទេសចររបស់ខេត្តវិញឡុងស្វាគមន៍សិល្បករយើងមកពីភ្នំពេញនេះក៏សកម្មភាពតិចៗទេហើយបន្ទាប់ពីគេសម្ដែងអីទៅយើងក៏សម្ដែងរួមគ្នាដែរអញ្ចឹងណាចានេះចូលដល់ថ្ងៃទី5គឺជាថ្ងៃសម្ដែងទី2របស់យើងហើយនេះទស្សនវិជ្ជានៅទីក្រុងវិញឡុងពេលព្រឹកហើយពេលព្រឹកហ្នឹងគេមានទៅទស្សនាផ្ទះអតីតនាយករដ្ឋមន្ត្រីថ្ងៃឡើងគឺយើងរៀបចំការសម្ដែងចានេះសិល្បកររបស់យើងគឺ stand by ចាំហើយនេះចូលដល់ការសម្ដែងហើយមានសិល្បករពីរ3ក្រុមដែលសម្ដែងមួយយើងសម្រាប់ថ្ងៃទី2នេះចំពោះទស្សនីយភាពដែលយើងបានពំនាំយកមកសម្ដែងហ្នឹងមានច្រើនទម្រង់មានដូចជារបាំក្បាច់បុរាណមនីមេខលាការសូឡូឧបករណ៍ភ្លេងផ្លុំច្រើនឧបករណ៍ចម្រៀងរបាំសហសម័យរបាំប្រពៃណីផ្លូវសួយល្ខោនយីកេត្រង់ឈុតម៉ាក់ធឹងលក់ព្រេងម្សៅមានរបាំកដោបសេរបាំចុងក្រោយគឺរបាំមិត្តភាពកម្ពុជាវៀតណាមដោយសារតែយើងមានតែ photographer ម្នាក់យើងអត់មានអ្នកថតវីដេអូអញ្ចឹងយើងអត់មានសកម្មភាពសម្ដែងទៅលើឆាកជាវីដេអូទេ
ចូលដល់ថ្ងៃទី6បេសកកម្មរយៈពេល6ថ្ងៃនៅប្រទេសវៀតណាមចាបានចប់ហើយអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូមួយនេះសង្ឃឹមថានឹងមានប្លុកបេសកកម្មទៅប្រទេសផ្សេងៗទៀតជូនអ្នកទាំងអស់គ្នាទស្សនាហើយបើសិនជាទៅមែនក៏ធ្វើប្លុកមួយថ្ងៃដូចរាល់ដងជូនអ្នកទាំងអស់គ្នាដែរអត់ទាល់ចាប់កម្មវិធីបានធ្វើចឹងទេវាហួសអានេះឡើងដល់មួយឆ្នាំហើយវាពេញ memory ផងអីផងហើយក៏ពិតខ្ញុំចង់ធ្វើវីដេអូបដេកទេតែស្រាប់តែមានអីអត់បានធ្វើទៅទូរស័ព្ទគេធ្វើ memory ថ្ងៃនេះឲ្យក៏យកពីទូរស័ព្ទមកអត់មានបានកាត់តឲ្យខ្លួនឯងទាំងអស់ចាអញ្ចឹងអស់ហើយដូចខ្ញុំបានបញ្ជាក់នៅក្នុងវីដេអូអញ្ចឹងបើសិនជាលោកអ្នកចង់ទស្សនាវីដេអូនៅក្នុងវត្តព្រៃជ្រៅឲ្យបានវែងជាងនឹងកុំភ្លេចតាមដានវីដេអូបន្តអរគុណបាយបាយ